ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំមកចែករំលែកពីវិធីធ្វើត្រសក់ទ្រាំជាមួយទឹកផ្អកឲ្យមានរសជាតិកាន់តែស្រួយឆ្ងាញ់ត្រសក់ទ្រាំនេះដែរគឺពេញនិយមខ្លាំងមែនទែនប្រចាំខេត្តកំពង់ចាមសូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងបើនិយាយពីវិធីធ្វើវិញកាន់តែងាយស្រួលមែនទែនយើងអាចធ្វើពីព្រឹកញ៉ាំពេលល្ងាចក៏បានឬក៏ធ្វើពេលល្ងាចទុកញ៉ាំពេលព្រឹកក៏បានដែរសម្រាប់ត្រសក់វិញខ្ញុំប្រើត្រសក់ផ្អកចំនួន1គីឡូយកវាទៅលាងទឹកឲ្យស្អាតរួចហើយសូមយើងយកមកចិតក្បាលចិតកន្ទុយចេញពេលដែលចិតរួចហើយពុះវាជា4ទៅបើសិនជាត្រសក់នឹងរាងទូចយើងពុះវាតែជា2ទៅតែនេះត្រសក់រាងធំអញ្ចឹងខ្ញុំពុះវាជា4បើនិយាយពីរូបមន្តទ្រាំត្រសក់ជាមួយទឹកផ្អកនិងល្ហុងទ្រាំជាមួយទឹកផ្អកគឺរូបមន្តធ្វើតែមួយទេយើងអាចទ្រាំចូលគ្នាក៏បានឬក៏ទ្រាំផ្សេងគ្នាក៏បានដែរហើយរូបមន្តនេះដែរគឺធានាថាឆ្ងាញ់មែនទែនរសជាតិប្រចាំគ្រួសារបើសិនជាបងប្អូនចង់ធ្វើអាចធ្វើតាមពីវិធីនេះបានធានាថាឆ្ងាញ់ជាប់ចិត្តហ្មងពេលដែលចិតត្រសក់រួចហើយយើងយកវាទៅហាលរយៈពេល4-10-20នាទីសិនណាពុកម៉ែបងប្អូនតែពេលហាលហ្នឹងកុំឲ្យស្វិតពេកគ្រាន់តែយើងហាលឲ្យវាស្រស់ទឹកបន្តិចទៅសិមយើងយកមកចាវជាមួយនឹងទឹកផ្អករបស់យើងបើនិយាយពីរសជាតិវិញរសជាតិផ្អែមតិចតិចប៉ុន្តែអត់ប្រៃទេតិចច្រឡំថាត្រាំជាមួយទឹកផ្អកអញ្ចឹងមានរសជាតិប្រៃអត់ប្រៃទេធានាថាឆ្ងាញ់ជាប់ចិត្តហ្មងជាពិសេសពេលដែលយើងញ៉ាំជាមួយនឹងត្រីអាំងឬក៏សាច់អាំងក្រៀមគឺមានអារម្មណ៍ថាឈ្ងុយទឹកផ្អកសម្រាប់គ្រឿងផ្សំវិញមានទឹកផ្អកចំនួនកន្លះចានបន្ទាប់មកស្ករក្រហមកន្លះចានខ្ទឹមសនិងម្ទេសបន្ថែមខ្ទឹមសដើម្បីឲ្យទឹកផ្អកយើងមានក្លិនកាន់តែឈ្ងុយបន្ទាប់មកយកស្ករក្រហមទៅកូរឲ្យវាឡើងក្រហមល្អកូរស្ករក្រហមហ្នឹងយើងកូរវាឲ្យរាងយូរណាបងប្អូនកូរទៅកូរមកឲ្យស្ករយើងវាឡើងក្រហមល្អពេលដែលយើងចាក់ជាមួយទឹកផ្អកហ្នឹងទឹកផ្អកយើងវាមានពណ៌កាន់តែក្រហមអញ្ចឹងបងប្អូនកូរវាត្រឡប់ទៅត្រឡប់មកទៅអាសាកូរកុំឲ្យវាខ្លោចបន្ទាប់ពីកូរស្ករឡើងក្រហមរួចហើយខ្ញុំចាប់ផ្ដើមចាក់ទឹកផ្អកបងប្អូនចាក់ទឹកផ្អកចូលរួចហើយយើងរម្ងាស់វា2-3នាទីសិនណាពុកម៉ែបងប្អូនពេលដែលរម្ងាស់ហ្នឹងបងប្អូនកូរកុំឲ្យខ្លោចពីព្រោះយើងចាក់ទឹកផ្អកទៅយើងអត់បានកូរវាអាចនឹងខ្លោចអញ្ចឹងបងប្អូនកូរវាសិនទៅបន្ទាប់មកសូមយើងចាក់ទឹកតាមបរិមាណត្រសក់របស់យើងបងប្អូនមើលទៅត្រសក់រាងច្រើនបងប្អូនដាក់ទឹករាងច្រើនប៉ុន្តែខ្ញុំដាក់តាទឹកតាមល្មមទៅពីព្រោះត្រសក់ខ្ញុំរាងតិចដែរបន្ទាប់ពីចាក់ទឹកចូលរួចហើយខ្ញុំរម្ងាស់វាមួយពុះសិនខ្ញុំបន្ថែមទឹកត្រីចំនួន1ស្លាបព្រាបាយដាក់ខ្ទឹមសម្ទេសចូលរួចហើយថែមអំបិលចំនួន1ស្លាបព្រាបាយរម្ងាស់វាមួយពុះពេលរម្ងាស់ពុះហើយខ្ញុំដួសពពុះចេញណាពុកម៉ែបងប្អូនដួសពពុះចេញហើយយើងបិទហ្គាសសិនទៅរួចហើយខ្ញុំទុកវាមួយឡែកសិនបន្ទាប់មកខ្ញុំយកត្រសក់យកមករៀបដាក់ក្នុងគីឡរៀបដាក់ញាត់វាម្ណែនទៅសិមយើងចាក់ទឹកផ្អកចូលពេលដែលចាក់ទឹកផ្អកហ្នឹងយើងចាក់ទឹកទាំងក្តៅកុំទុកទឹកឲ្យត្រជាក់ពីព្រោះយើងចាក់ទឹកផ្អកទាំងក្តៅធ្វើឲ្យត្រសក់យើងមានរសជាតិកាន់តែស្រួយឆ្ងាញ់ចាក់ទឹកផ្អកចូលចាក់ធ្វើម៉េចឲ្យមួយលិចត្រសក់របស់យើងពុកម៉ែបងប្អូនបន្ទាប់ពីចាក់ទឹកផ្អកចូលរួចហើយយើងរៀបវាមួយលិចទឹកណារៀបវាមួយលិចទឹករួចហើយរួចជាការស្រេចសម្រាប់ត្រសក់ទ្រាំជាមួយទឹកផ្អកវិធីធ្វើវិញងាយមែនទែន
ចំណាយលុយអស់តិចយើងចំណេញបានច្រើនហើយមានរសជាតិឆ្ងាញ់ទៀតបើសិនជាបងប្អូនចង់ចេះពីមុខម្ហូបអីផ្សេងអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបាននាងខ្ញុំនឹងព្យាយាមចែករំលែកមុខម្ហូបថ្មីៗចែកជូនបងប្អូនអរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់សូមបងប្អូនជួបប្រទះតែសំណាងល្អជោគជ័យគ្រប់ភារកិច្ច